កម្ពុជាថៃឯកភាពមានបទឈប់បាញ់ត្រឹមម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 27 ខែធ្នូនេះកម្ពុជាថៃឯកភាពមានបទឈប់បាញ់បន្ទាន់ត្រឹមម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 27 ខែធ្នូនេះលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំពិសេសលើកទី 3 នៃគណៈកម្មាធិការព្រំដែនទូតទៅកម្ពុជាថៃនាព្រឹកថ្ងៃទី 27 ខែធ្នូនេះក្រោយបទឈប់បាញ់ចូលជាធរមាននិងមានការអនុវត្តបានពេញលេញក្នុងរយៈពេល 72 ម៉ោងភាគីថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជា 18 រូបវិញបន្ទាប់ពីត្រូវបានចាប់ខ្លួនអស់រយៈពេល 151 ថ្ងៃមកហើយនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់ដូចនេះជាមួយនឹងសេចក្តីសង្ឃឹមថាកិច្ចព្រមព្រៀងឈប់បាញ់ពេលនេះអាចនឹងបើកផ្លូវឲ្យជនភៀសសឹករាប់ម៉ឺននាក់អាចត្រឡប់ទៅផ្ទះវិញបានលោកទាសីហាបានបញ្ជាក់ដែរថាបទឈប់បាញ់នេះស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ចំណុចដ៏សំខាន់មួយទៀតគឺកិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរក៏បានឯកភាពគ្នាជូនដល់គណៈកម្មការចម្រុះខណ្ឌព្រំដែនកម្ពុជាថៃហៅកាត់ថា JBC បន្តធ្វើដំណើរការឡើងវិញឲ្យបានឆាប់រហ័សបំផុតក្នុងការងារវាស់វែងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់នេះជាការបញ្ជាក់បន្ថែមពីលទ្ធផលប្រជុំខាងលើដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងបន្ទាប់ពីកិច្ចប្រជុំចប់ហើយលោកបានអះអាងថាកម្ពុជានឹងបន្តពង្រឹងតួនាទីក្រុមអ្នកអង្គការអាស៊ានបន្ថែមទៀតដើម្បីឲ្យបទឈប់បាញ់ទទួលបានលទ្ធផលកាន់តែល្អប្រសើរសូមជម្រាបថាកិច្ចប្រជុំនេះធ្វើឡើង3ដងហើយក្នុងនោះលើកទី1គឺនៅថ្ងៃទី 10 ខែកញ្ញានៅខេត្តកោះកុងលើកទី2នៅថ្ងៃទី 23 ខែតុលានៅម៉ាឡេស៊ីហើយលើកទី3នៅថ្ងៃទី 27 ខែធ្នូនៅព្រំដែនខេត្តប៉ៃលិនយោធិនកម្ពុជា 18 រូបនឹងត្រូវដោះលែងក្រោយ 72 ម៉ោងនៃការអនុវត្តបទឈប់បាញ់ពេញលេញកម្ពុជាថៃបានឯកភាពឲ្យមានបទឈប់បាញ់បន្ទាន់នៅត្រឹមម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 លោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំពិសេសលើកទី 3 នៃគណៈកម្មាធិការព្រំដែនទូតទៅកម្ពុជាថៃនាព្រឹកថ្ងៃទី 27 ខែធ្នូនេះក្រោយកិច្ចប្រជុំពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំរវាងខេត្តប៉ាឡិននិងខេត្តច័ន្ទបុរីប្រទេសទាំងពីរបានចេញសេចក្តីប្រកាសរួមមួយដែលមាន 16 ចំណុចដើម្បីកាត់បន្ថយភាពតានតឹងស្ដារប្រក្រតីភាពឡើងវិញបង្កើតសន្តិភាពពិតនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃតាមរយៈសេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ថាយោធិនកម្ពុជាចំនួន 18 រូបដែលថៃបានចាប់ខ្លួនទៅបន្ទាប់ពីបទឈប់បាញ់កាលពីខែតុលាឆ្នាំ 2025 និងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី 27 ខែធ្នូត្រូវបានគោរពពេញលេញរយៈពេល 72 ម៉ោងឬរយៈពេល 3 ថ្ងៃគួររំលឹកថាយោធាកម្ពុជាចំនួន 20 រូបត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី 29 ខែកក្កដាឆ្នាំ 2025 បន្ទាប់ពីមានបទឈប់បាញ់ក្រោយមកនៅថ្ងៃទី 1 ខែសីហាឆ្នាំ 2025 ភាគីថៃបានប្រគល់យោធិនកម្ពុជាមកវិញចំនួន 2 រូបក្នុងនោះម្នាក់មានបញ្ហាសុខភាពផ្លូវចិត្តនិងម្នាក់ទៀតរងរបួសធ្ងន់គិតត្រឹមថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 មានរយៈពេល 151 ថ្ងៃហើយដែលយោធិនកម្ពុជាចំនួន 18 រូបទៀតនៅមិនទាន់ត្រូវបានភាគីថៃដោះលែងមកវិញយ៉ាងណាមិញកាលពីសប្តាហ៍មុនកាកបាទក្រហមអន្តរជាតិតាមរយៈលោកជើកមុនតានីប្រធានគណៈប្រតិភូថ្នាក់តំបន់បានអះអាងប្រាប់ប្រមុខការទូតកម្ពុជាលោកប្រាក់សុខុនថាទាហានកម្ពុជាទាំង 18 រូបគឺមានសុវត្ថិភាពនិងសុខភាពល្អ